ចាសួស្តីអ្នកទាំងអស់គ្នាស្គាល់ដើមជីនេះអត់ក្លិនវាដូចជីកាមចឹងបងប្អូនហើយមើលស្លឹកវាលំធំប៉ុនបាត់ដៃនៅប្រទេសជប៉ុននោះបងប្អូនបានមានអ្នកស្គាល់ជួយប្រាប់ឈ្មោះផងក្រាញ់មិនមែនជីកាមព្រោះថាក្លិនវាក្លិនជីកាមបងប្អូននេះជីសង្កហុបបងប្អូនខ្ញុំដាំទុកញ៉ាំជាមួយពងទាស្ងោរយើងអត់មានពងទាកូនហើយមើលមកជីនឹងងងនេះវិញអលួយឬអស់បងប្អូនអើយមើលណាត់គ្នាគ្មានដុះឬអីទេទុកចោលត្រាំទឹកចោលឥឡូវដកចេញយកមកបាក់ដាំព្រាននេះវិញអញ្ចឹងហើយបើមើលមកអមខ្ញុំម្នេះវិញបលឹមកនឹងទឹកដូចពោះផលិតចឹងបងប្អូនហើយណាត់គ្នាណាចង់ឃើញពលឺថ្ងៃខំចេញអឺតមើលថ្ងៃខែគេនេះចាំមកមើលដើមផ្កាខ្ញុំដើមថ្ងៃមុនបងប្អូនហើយអាខ្លះឡើងតេលវេតៃលវាយចិត្តទៅវិញអញ្ចឹងបងប្អូនស្លឹកឡើងសផងអីផងអាខ្លះក៏ដួលត្រេតនឹងដីហ្នឹងឯងចាំមកដល់ផ្កានេះមិនដឹងផ្កាស្អីទេហេផ្ការីកតាមាថ្ងៃបងប្អូនហើយតែត្រូវខ្យល់ទៅអីមកនឹងជ្រុះអស់ហើយស្អាតណាបងប្អូនផ្កាហ្នឹងហើយមកផ្លែវាដូចផ្លែដូចផ្លែអាភៀនណាបងប្អូន